បាទសួស្តីជួបគ្នាជាមួយនឹងវគ្គទី5ម្ដងទៀតបាទទីតនេះគឺបង្ហាញពីវិការតកង់តាក់2បាទបុកព្រីណាកង់តាក់2បុកព្រីប៉ុន្តែអ្វីដែលខ្ញុំលើកឡើងគឺប្រភេទកង់តាក់ជើងដល់6ហ្នឹងហើយបើសិនជាបងប្អូនទិញមកប៉ះចំប្រភេទកង់តាក់បែបនេះឬក៏ថាព្រីបែបនេះតើយើងក៏វាយ៉ាងម៉េច10សូមតាមដានបងប្អូនគ្នាអូខេនេះបងប្អូនគ្នាប៉ុងចឹងមកបាទនេះបងប្អូនមើលឲ្យកង់តាក់ខាងលើចេះហើយព្រោះបើមកចេះអញ្ចឹងឲ្យបងប្អូនធ្វើតេស្តដាក់ប៉ុងវាចឹងមកបាទខ្សែក្រហមដាក់ឲ្យរៀងចឹងមកហើយខ្សែខ្មៅយើងប៉ុងវាតែប៉ុណ្្នឹងទេណាបាទបន្តមកទៀតយើងក៏លេខទៅមើលជើងកង់តាក់វិញដងចំពោះជើងកង់តាក់យើងប្រម៉ូខ្សែម៉ាស់ដូចគ្នាឬហៅថាខ្សែណឺតយើងប្រម៉ូវាមកដុំចឹងមកទាំងអស់ហ្នឹងបាទបន្តមកយើងយកវាទៅណាបាទចំពោះខ្សែណឺតនេះខ្សែមើលដែលយើងពូជហើយដាក់កន្លែងនេះបាទជារួមកន្លែងនេះយើងដាក់កន្លែងនេះក៏បានកន្លែងនេះក៏បានដូចជាបញ្ហាទេព្រោះដោយសារតែយើងប៉ងចូលគ្នាហើយឥឡូវខ្ញុំសម្រាប់ដាក់កន្លែងនេះណាកន្លែងនេះបាទអូខេឥឡូវយើងដាក់ឲ្យបានហើយអញ្ចឹងយើងយកអាខ្សែមេបាទខ្សែមេដែលចេញពី D center ហ្នឹងយកមកដាក់កន្លែងនេះបាទដាក់កន្លែងនេះក៏បានកន្លែងនេះក៏បានហើយព្រោះដោយសារយើងបានប៉ងចូលគ្នាទាំងអស់ហើយឥឡូវខ្ញុំដាក់កន្លែងនេះដើម្បីមើលទៅវាស្អាតហើយឥឡូវដាក់កន្លែងនេះបាទយើងដាក់កន្លែងហ្នឹងរួចហើយបាទអញ្ចឹងយើងនៅសល់ខ្សែ2ទៀតណាខ្សែ2ទៀតគឺជាខ្សែអំពូលហ្នឹងឯងបាទខ្សែអំពូលគឺបងប្អូនត្រូវមើលកន្លែងនេះខាងលើខាងយើងនៅសល់តនេសល់ជើង2នេះបាទណៃកង់តានេះណៃកង់តានេះសល់ជើងតនេ2អញ្ចឹងអត់មានអីពិបាកទេអញ្ចឹងសល់2ទៅយើងដាក់តាមជើងនីមួយៗទៅជាការស្រេចហ្នឹងបាទអូខេឥឡូវរួចរាល់ហើយអញ្ចឹងដាក់ការបន្ទាប់ទៀតគឺការធ្វើតេស្តតើវាត្រឹមត្រូវទេអត់ចឹងណាអូខេតោះឥឡូវនេះខ្ញុំបានបញ្ចូលភ្លើងរួចហើយបាទបើ decenter ហើយតើយើងចាប់តាមធ្វើតេស្តអត់នេះបាទលឺអស់ហើយបាទត្រឹមត្រូវអញ្ចឹងព្រីនេះក៏វាដើរដែរណាដើរដូចគ្នាអូខេឥឡូវយើងសូមមើលរបៀបមួយទៀតគឺនិយាយថាយើងប្រើព្រីដដែលកង់តាក់នេះដដែលគឺយើងយកប្រើកង់តាក់នេះផ្ដាច់ព្រីមួយនេះប្រើកង់តាក់មួយនេះផ្ដាច់ព្រីមួយពេញដងអូខេឥឡូវយើងសូមមើលខាងជើងរបស់វាយើងតើយើងប៉ងវាមិននេះបងប្អូនប៉ងចឹងមកបាទអាហារនេះវាអត់ជាប់មួយគ្នាណាពីហ្នឹងណាមើលហើយបាទជាប់គ្នាទេបាទនេះយើងដាក់កន្លែងចោលមួយដូចគ្នាចឹងបាទនេះរៀបបែបនេះអូខេបាទតោះឥឡូវសូមមើលជើងកង់តាក់វិញបាទជើងកង់តាក់ឬហៅជើងព្រីនេះយើងមានខ្សែមេស្រាប់ហើយអញ្ចឹងយើងយកខ្សែណឺតបាទខ្សែណឺតបងប្អូនយកទៅដាក់កន្លែងជើងខាងនេះខ្សែណឺតនេះដាក់ជើងខាងនេះបាទខ្សែណឺតនេះវាប៉ងដោយសារប៉ងជាប់គ្នាអញ្ចឹងយើងដាក់អានេះក៏បានដាក់អានេះក៏បានដែរខាងនេះបាទយើងនៅសល់មួយយើងដាក់ចែកធ្វើតាមខ្ញុំណាចេញមកបាទដាក់ចេញមកតោះមកយើងត្រូវការខ្សែប៉ងវាដល់ខ្លីមួយមកដាក់កន្លែងចេញមកប៉ងវាមកខាងនេះយល់ទេអាខ្សែខ្លីគឺយើងប៉ងវានេះមកនេះហើយយើងដាក់នេះចូលមកអូខេរួចរាល់ហើយនេះបងប្អូនឃើញទេអញ្ចឹងមកបាទយើងចេះក្រុមតាមចេះបាទអូខេឥឡូវនេះយើងបានភ្ជាប់រួចហើយនេះគម្រោងវាបែបនេះអានេះខ្សែមេហ្វាអានេះខ្សែនៅហ្វាអានេះវាចឹងមកអានេះជើងព្រីចឹងណាហ្នឹងហើយអានេះអត់មានគេនេះជាប់គ្នាទេតែហ្វានេះគេនេះជាប់គ្នាបាទអញ្ចឹងយើងចាប់ផ្ដើមបិទវាចឹងមកបាទអញ្ចឹងទម្រង់បែបនេះគឺមានន័យថាកង់តាក់នេះវាជាជំនាញព្រីនេះកង់តាក់នេះវាជាបិទបើកព្រីនេះបាទតែអត់មានវិជាទៅលើពូលទេណាជាតែកង់តាក់បិទបើកពូលទេបាទអូខេឥឡូវវីដេអូមួយនេះគឺចប់តែប៉ុណ្្នឹងឯណាជួបគ្នានៅវីដេអូផ្សេងទៀតណា